វិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនសុនហិតមីននិងអ្នកកាន់សុនស្រាវជ្រាវបច្ចេកទេសនៅថ្ងៃពុធ700ខែទុតិយស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី5ខែសីហាឆ្នាំ2026នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនខេត្តកំពង់ឆ្នាំងឯកឧត្តមហេងរតនាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនសុនហិតមីននិងអ្នកកាន់សុនស្រាវជ្រាវបច្ចេកទេសដែលជាកិច្ចសហប្រតិបត្តិការរវាងអង្គភាពស៊ីម៉ាក់និងអង្គការអពពប្រចាំកម្ពុជាពិធីនេះក៏មានការចូលរួមពីតំណាងអង្គការពពរួមជាមួយថ្នាក់ដឹកនាំព្រមទាំងមន្ត្រីបច្ចេកទេសនិងដៃគូពាក់ព័ន្ធជាច្រើនអ្នកផងដែរវគ្គហ្វឹកហ្វឺនជំនាញនេះបានចាប់ផ្ដើមដំណើរការហ្វឹកហ្វឺនចាប់ពីថ្ងៃទី11ខែឧសភាឆ្នាំ2026ដោយបានចំណាយពេល13សប្តាហ៍នៅក្នុងមណ្ឌលសុនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំងវគ្គហ្វឹកហ្វឺននេះក៏មានការអញ្ជើញចូលរួមពីសិក្ខាកាមអន្តរជាតិមកពីបណ្ដាប្រទេសមួយចំនួនរួមមានប្រទេសអ៊ុយក្រែនចំនួន10នាក់ប្រទេសអេជូពីចំនួន1នាក់ប្រទេសហ្សុកដានីចំនួន1នាក់និងសិក្ខាកាមរបស់អង្គភាពស៊ីម៉ាក់ចំនួន4នាក់អង្គការអពពចំនួន1នាក់មានប្រសាសន៍នៅក្នុងពិធីបិទវគ្គលោក Michael Ball ប្រធានកម្មវិធីអង្គការពពបានឲ្យដឹងថាព្រឹត្តិការណ៍នៃការបញ្ចប់វគ្គហ្វឹកហ្វឺននាឱកាសនេះគឺជាការប្រារព្ធនៅសមិទ្ធផលប្រវត្តិសាស្ត្ររួមគ្នាមួយរវាងអង្គភាពស៊ីម៉ាក់និងអង្គការអពពក្នុងការសម្រេចបាននៅការហ្វឹកហ្វឺនអ្នកកាន់សំណក់សរុបមកទល់ពេលនេះបានចំនួន100នាក់នេះគឺជាសក្ខីភាពបញ្ជាក់ពីសមត្ថភាពរបស់អង្គភាពស៊ីម៉ាក់មានសមត្ថភាពជួយដល់បណ្ដាប្រទេសមានបញ្ហាសំណល់យុទ្ធភ័ណ្ឌសង្គ្រាមនានាលោកបានបន្ថែមថាក្នុងអំឡុងពេល13សប្តាហ៍នៃការហ្វឹកហ្វឺនក្រុមសិក្ខាកាមត្រូវបានបណ្ដុះបណ្ដាលយ៉ាងម៉ត់ចត់លើជំនាញសំខាន់រួមមានការថែទាំនិងសុខុមាលភាពសំណក់វិន័យនិងការស្ដាប់បង្គាប់ការប្រស្រ័យទាក់ទងគ្នារវាងអ្នកកាន់សំណក់និងសំណក់នីតិវិធីប្រតិបត្តិស្តង់ដារ SOP ក្នុងការរុករកសុវត្ថិភាពប្រតិបត្តិការវិន័យការពារនិងការធ្វើការជាក្រុមមានប្រសាសន៍នៅក្នុងពិធីបិទវគ្គនេះឯកឧត្តមហេងរតនាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការអពពជាពិសេសលោកអ៊ីប្រាហ៊ីមទីនចាក់ប្រធានគ្រូហ្វឹកហ្វឺនសំណក់ព្រមទាំងក្រុមការងារបច្ចេកទេសនិងផ្នែកទ្រទ្រង់ទាំងអស់ដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលានិងចំណេះដឹងក្នុងការបណ្ដុះបណ្ដាលសិក្ខាកាមអន្តរជាតិនិងជាតិទាំងអស់រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដើម្បីរួមចំណែកដល់សកម្មភាពកម្ចាត់មានមនុស្សធម៌នៅក្នុងប្រទេសកម្ពុជានិងនៅលើឆាកអន្តរជាតិឯកឧត្តមប្រតិភូក៏បានថ្លែងអំណរគុណចំពោះអង្គការពពប្រចាំកម្ពុជាដែលជានិច្ចកាលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការនិងគាំទ្រយ៉ាងសកម្មដល់សកម្មភាពមីននៅកម្ពុជានិងបានកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូបច្ចេកទេសនិងសិក្ខាកាមទាំងអស់ជាពិសេសសិក្ខាកាមជានារីដែលបានខិតខំសិក្សារៀនសូត្រទាំងទ្រឹស្ដីនិងការអនុវត្តផ្ទាល់រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់នៅពេលនេះ